សួស្តីទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមកដើម្បី unbox ជាមួយនឹង DJI Action ហើយនេះគឺជាកាមេរ៉ាដែលខ្ញុំចង់បានយូរហើយខ្ញុំគិតថាវាស័ក្តិសមថាដើម្បីយើងអាចថតបានកលុកលាតច្រើនអញ្ចឹងណាហើយវាទូចស្រួលស្រាលវាក៏ stabilize បានល្អដែរហើយ unbox ទាំងអស់គ្នាក្នុងកាមេរ៉ានេះវាមាន accessory ច្រើនដែលគេ list នៅក្នុងប្រអប់ស្រេចអ្នកនរគ្នាអាចមើលឃើញគឺវាមិនទៅណាទេវានៅក្នុងប្រអប់នឹងទាំងអស់ហើយឃើញតែវាតូចចឹងទេគឺនៅក្នុងទាំងអស់ហ្មងតោះស្គោវាមានឯបកដែរវាទៅកាមេរ៉ានេះគឺខ្ញុំគិតថាវាអាចជួយការងារខ្ញុំច្រើនដែរដោយសារខ្ញុំចេញថតអញ្ចឹងខ្ញុំត្រូវការវាដើម្បីថត behind the scene ខ្លះដែរដូចដាក់នៅលើកាមេរ៉ាខ្ញុំនៅពេលដែលគេថត MV អញ្ចឹងទៅនៅក្នុងហ្នឹងហើយមានដងមួយអានេះប្រហែលជាកាមេរ៉ាទៅមើលអានេះគ្រាន់តែជាវីដេអូខ្ញុំ unbox ទេទាំងធំមកកោបសោះឡើងស្អុយអានេះគឺជាវីដេអូដែលខ្ញុំគ្រាន់តែ unbox ទេនិយាយពីអារម្មណ៍របស់ខ្ញុំដែរចង់និយាយថាសប្បាយចិត្តមែនតើបានវាប្រើហើយសង្ឃឹមថាវានៅតែអាចជួយការងារកុំឲ្យថាអត់សោះបើអត់យីજાયហើយខ្ញុំនឹងធ្វើវីដេអូខ្លីៗផុសនៅលើ channel ឬក៏ Facebook ខ្លួនឯងផ្ទាល់អំពីកាមេរ៉ាហ្នឹងចុះអូខេបកតំណងទៅអូ shit អត់ស្កោបដូច Apple ទេសោះស្អុយនេះដល់គ្នាមើលរៀងវាទៅអាចមែនតើកញ្ចក់វាខាងមុខឡើងពេញដល់នោះបកមើលអូ sexy អូខេមានថ្មអត់ទេមានថ្មទេបាទមានថ្មទេអូខេបានកាមេរ៉ាមួយហើយអីទៀតនេះថ្មកាមេរ៉ានេះថ្មវាគឺយើងទិញជា adventure combo អញ្ចឹងវាមានថ្មមក3គ្រាប់ជាមួយដុំសាកចេះម្ដងវាស្រួលឲ្យយើងដាក់សា3គ្រាប់ថ្មវាធំនេះតើមិនទៅមិនអន់អីតំណងប្រើបើសិនអ្នកទាំងអស់គ្នាចង់ទិញអីចឹងអាចឆាតមកខ្ញុំបានទិញឲ្យខ្ញុំទិញឲ្យនឹងមានតម្លៃសមរម្យនេះអានេះជាស្អីគេអានេះដូច cake ចឹងដូច cake របស់វាចឹងសម្រាប់ឲ្យពេលដែលយើងដាក់ទៅគឺយើងអាចប្រើវាឆក់ចំហៀងនេះបានដែរអញ្ចឹងយើងបញ្ឈរមកបានពេកមកក៏បានដែរស្រួលចង់ថតបញ្ឈរបានដេកបានងាយអានេះគឺជាស្អីគេគ្រឿងបដុំមួយរបស់វាហ្នឹងមានអីច្រើនជាងហ្នឹងប៉ុណ្្នឹងឯងអរគ្នាពេលទៅទិញបើសិនជាចង់ដឹងថាមានអីខ្លះមើលខាងក្រោយប្រអប់នេះខាងក្រោយប្រអប់នេះគេដាក់អីខ្លះចឹងយើងមើលទៅដឹងហើយគេលិះឲ្យទាំងអស់ហ្នឹង
នេះជើងសម្រាប់បិទមួកនេះបិទមួកពេលយើងជិះតោបិទមួកវាល្អនេះវាកោងអញ្ចឹងវាជាប់ល្អអែមតាអូខេប៉ុណ្ណឹងមានប៉ុណ្ណឹងទេអានេះដងវាបើហើយដងនេះឲ្យមើលនេះអានេះគឺដង DJI យកតែម្ដងមកហែកហ្មងទៅទុកគេអីទៀតវាដាក់ action លូតបានពេកណា1ម៉ែត្រកន្លះដាក់ខាងហ្នឹងណាអែមកញ៉េប៉ុណ្ណឹងគឺមាន accessory ប៉ុណ្ណឹងហើយសង្ឃឹមថាខ្ញុំមានពេលចេញថតវីដេអូជាមួយវាឲ្យច្រើនហើយមានពេលកាត់មានពេលផុសឲ្យទាំងអស់គ្នាមើលមួយចំណុចទៀតសម្រាប់ខ្ញុំឥឡូវគឺខ្ញុំមាន sticker ខ្លួនឯងដែលខ្ញុំធ្វើ logo បែបនេះនៅឃើញអត់ទេនេះគឺ logo បែបនេះដែលខ្ញុំបិទជាមួយនឹងអីវ៉ាន់ខ្ញុំទាំងអស់ដែលខ្ញុំប្រើប្រាស់ហើយបាទជាអ្នកទាំងអស់គ្នាឃើញវាបើសិនជាខ្ញុំដាក់ជួលទៅគ្នាយើងឬក៏ខ្ញុំប្រើប្រាស់ផ្ទាល់អ្នកគ្នានឹងឃើញ sticker នៅលើហ្នឹងហើយខ្ញុំមាន2ខ្ញុំមានទូចមានធំអញ្ចឹងណានេះមួយទៀតអានេះងាយស្រួលមើល see you នៅវីដេអូចេញពី Action 5 Pro